សូមគោរពឯកឧត្តមលោកជំទាវលោកស្រីប្រិមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីតទៅនេះសូមអញ្ជើញប្រិមិត្តទូរទស្សនិកជនតាមដានទស្សនាព័ត៌មានអាស៊ីអាគ្នេយ៍ពេលយប់របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលមានមាតិកាសំខាន់ៗដូចតទៅជាបឋមសូមអញ្ជើញប្រិមិត្តទូរទស្សនិកជនតាមដានទស្សនាព័ត៌មានជាតិនៅវត្តបតុមសាគរស្ថិតនៅក្នុងសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលបានរៀបចំវគ្គកម្មដ្ឋានចាប់ផ្ដើមពីថ្ងៃទី16ដល់ថ្ងៃទី27ខែកុម្ភៈឆ្នាំ2013ដែលមានរយៈពេល11ថ្ងៃមានសិលវ័នសិលវតីសរុបចំនួន250នាក់ការធ្វើកម្មដ្ឋានមានគោលបំណងចង់ឲ្យអ្នកសិក្សាមានការស្វែងយល់អំពីព្រះធម៌ពិតធ្វើឲ្យអារម្មណ៍ស្ងប់និងមានសន្តិភាពផ្លូវចិត្តអាត្មាភាពឈ្មោះសុខសលគង់នៅក្នុងវត្តបទុមសាគរសង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្ដាលនៅក្នុងការរៀនកម្មដ្ឋានរបៀបនៅក្នុងការបង្រៀនគ្រាដំបូងត្រូវដឹកនាំពុទ្ធបរិស័ទយើងឲ្យនាំគ្នាធ្វើកិច្ចនមស្ការព្រះរតនត្រ័យនេះជាមុនដើម្បីថ្លែងអំណរគុណដល់ព្រះពុទ្ធជាម្ចាស់ដែលបានផ្ដល់នូវព្រះកម្មដ្ឋាននឹងឲ្យហើយទី2ធ្វើកិច្ចសាកឆាសួរប្រធរគ្នាដេញដោលធរអាសិក្ខាវិន័យរបៀបនៃការចម្រើនកម្មដ្ឋាននៅលើពិភពលោកនេះណាហើយយើងសួរគ្នាដឹងហើយចប់កិច្ចសន្ទនាប្រធរចំនួន1ម៉ោងហើយបានចាប់ផ្ដើមនាំគ្នាអង្គុយប្រកម្មដ្ឋាន11យប់11ថ្ងៃហ្នឹងគឺសម្រាប់អ្នកដែលមិនទាន់ចេះឲ្យគាត់មកវឹកហាត់ពីរបៀបនៃការអង្គុយរបៀបអីហ្នឹងឲ្យចេះពីការអង្គុយចេះអីរៀបចំភ្នែនរៀបចំអីការកំណត់កម្មដ្ឋាននីមួយហើយជាពិសេសហ្នឹងគឺក្នុងវគ្គដំបូងហ្នឹងគឺធ្វើម៉េចឲ្យខ្យល់នឹងធ្លាយសិនហើយនឹងពាល់ត្រូវធေါ်ស្ងប់ខ្លះបណ្ដាបន្តិចបន្តួចដូចជាថ្នាក់ខណកសមាធិឧបចារសមាធិអីហ្នឹងជាដើមមកគាត់ពាល់ត្រូវខ្លះដើម្បីគាត់ជ្រះថ្លានៅក្នុងព្រះរតនត្រ័យហ្នឹងក៏នឹងសំខាន់ជាងគេគឺឲ្យគាត់ធ្លាយខ្យល់ហើយបានស្គាល់សេចក្តីស្ងប់រងាប់នៅក្នុងជីវិតស្ងប់រងាប់ទាំងផ្លូវកាយស្ងប់រងាប់ទាំងផ្លូវចិត្តបន្ទាប់ពីការអប់រំប្រកម្មដ្ឋានទទួលជោគជ័យផ្នែកណាមួយហើយនេះក៏នឹងសម្ដែងថាបើវាបានទទួលជោគជ័យហើយទេបើវាមិនទាន់ទទួលជោគជ័យយើងត្រូវតែធ្វើការបប្រតិបត្តិនឹងបន្តទៅទៀតព្រោះអ្វីមិនមែនបានសម្រេចភ្លាមទេគឺត្រូវតែរាប់ពី1 2 3ទៅទើបដល់10សម្រាប់បរលោកនឹងឯងបើសិនជានរៈនឹងជននឹងយោគាវិចរនឹងចម្រើនប្រកម្មដ្ឋានថ្នាក់ណាមួយនៅក្នុងសមថកម្មដ្ឋាននឹង40ហើយនឹងវិបស្សនាដែលមានអារម្មណ៍73នឹងឯងបើសិនជាបានសម្រេចឧទាហរណ៍ថាបានត្រឹមឧបចារៈឈាន1ហើយឈាននឹងមិនសាបសូន្យទេក៏រមែងតែកើតទៅក្នុងទេវលោកដែរបើមិនទាន់ដល់ព្រះនិព្វានហើយបើសិនជាបានបឋមឈាន1ហើយឈាននឹងមិនសាបសូន្យទេមិនទាន់ដល់ព្រះនិព្វានក៏រមែងតែកើតនៅក្នុងព្រហ្មលោកដែរដែលមានអាយុយឺនយូរហើយមានសម្បត្តិទឹក10ប្រការបរិបូរទៅដោយសេចក្តីសុខច្រើនជាងមនុស្សលោកយើងសាមញ្ញជនវាតែងតែមានការខុសឆ្គងច្រើនប៉ុន្តែខ្ញុំមកចូលរៀនធម៌ទៅវាដូចថាទៅតាមពុទ្ធសាសនាចេះដឹងធម៌អាចច្រើនទៅវាយល់ដឹងច្រើនទៅវាស្រួលជាងយើងនៅគរិយាវាសហើយខ្ញុំចម្រើនធម៌អញ្ចឹងទៅដូចថាវាប្លែកពាល់ត្រូវទៅវាប្លែកក្នុងខ្លួនខ្ញុំដែរខ្ញុំមិននឹកស្មានថានឹងបានចេញធូរស្រាលស្បើយតាំងពីជើងដៃខ្ញុំរហូតធូរបានចេញខ្យល់ឡើងហើយមានខ្យល់ធ្លាយទៅលើទៀតចា៎បាទគុណណាពលច្រើនត្រូវច្រើនទៀតគុណណាមានការជឿជាក់ច្បាស់ចំពោះថាពធនេះគឺអាចជួយខ្ញុំបានទៅខាងមុខទៀតរកធម៌ស្ងប់ឃើញខ្ញុំឈ្មោះផនប្រាំយើងទាំងអស់គ្នាក្មេងអញ្ចឹងយើងអត់ទាន់ដឹងថាពធជាអ្វីទេអ្នកដែលក្មេងៗដូចជាខ្ញុំសូមឲ្យមកសិក្សាពធព្រោះអាត្មាភាពមាននាមថាភិក្ខុពេជ្រសុធនមកនិមន្តមកពីវត្តព្រែកប្រាង្គពីដើមឡើយអាត្មាក៏មានជួបបញ្ហានៅអារម្មណ៍ខាងក្រៅនឹងមិនសូវបានស្ងប់ស្ងាត់អ្វីតែបិទតែយើងបានបួសក្នុងពុទ្ធសាសនាបានសិក្សានៅប្រប្រយ័ត្នទេពធក៏ដោយប៉ុន្តែយើងមិនបានបដិបត្តិនៅបធរអញ្ចឹងយើងមិនស្គាល់តម្លៃខ្លឹមសារឲ្យអស់ក្នុងពុទ្ធសាសនាទេបងទើបដូច្នេះហើយអាត្មាភាពក៏សម្រេចចិត្តមកចូលសិក្សានៅព្រះកម្មដ្ឋាននៅវត្តគុំសាគរនេះបងបធរកាលណាបើយើង
ศึกษาสวยยลให้พอลเรือปฐอพิษตัวอย่างโดยอัตมานั้นบานเลียขยอลตีใบให้เชียนต่อตีบุญนั้นเป็นการงอบประงอบเราจัดอย่างไกลเป๊กป่ออัตมาสมเมียนการปีวันเดียวดอลปุตบริษัทได้มันตอนบานปฏิบัติในการมาทานนิสมยึดโยมจีปุตบริษัทอย่างออกก็โดยเจียบซองสวยยลดำไปศึกษาในประการมาทานดิดำไปยลดังปีเมียเกียจีบุตรปิดในปฐอประสมาสัมพุทธในยืนป่อผู้บรรยายท่าพระพุทธศาสนาจีศาสนาระบาดรัฐระบานกำนัดนองรัฐธรรมนุนในเปรียริจิตจักรกัมพูชีในครูชนะมีความประเมินใกล้สบายលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានអាស៊ីអាគ្នេយ៍ប្រយុទ្ធដែលលោករៀបទៅបានតាមដានទស្សនៈនៅពេលនេះចាប់តែប៉ុណ្ណេះសូមអរគុណចំពោះការយកចិត្តទុកដាក់តាមដានទស្សនៈរបស់លោកអ្នកគណៈពេលនេះយើងខ្ញុំទាំងពីរនាក់រួមនៅក្រុមការងារសូមអរគុណសូមគោរពលា